កាលពីព្រេងងាយមានបងប្អូនព្រះអង្គម្ចាស់ពីរអង្គគឺវរវង្សនិងសូរវង្សពួកគាត់រស់នៅក្នុងនគរមួយយ៉ាងសុខសាន្តជាមួយព្រះបិតានិងព្រះមាតាព្រះអង្គទាំងពីរស្រឡាញ់គ្នាណាស់ប៉ុន្តែមិនយូរប៉ុន្មានព្រះបិតាបានរៀបអភិសេកជាមួយព្រះមាតាចុងម្នាក់ឈ្មោះនាងព្រះមាសានាងព្រះមាសាជាស្រីមានចិត្តរស្យានិងមិនចូលចិត្តវរវង្សនិងសូរវង្សទេនាងព្រះមាសាបានប្រើល្បិចកលបង្កាច់បង្ខូចព្រះអង្គម្ចាស់ទាំងពីរព្រះបិតាដោយសារការយល់ច្រឡំក៏សម្រេចចិត្តបណ្ដេញវរវង្សនិងសូរវង្សចេញពីនគរព្រះអង្គទាំងពីរត្រូវនិរទេសទៅខ្មាំងព្រៃជ្រៅវរវង្សនិងសូរវង្សបានដើរកាត់ព្រៃយ៉ាងលំបាកពួកគាត់ជួបការស្រេកឃ្លាននិងគ្រោះថ្នាក់គ្រប់បែបយ៉ាងប៉ុន្តែពួកគាត់នៅតែតស៊ូដើម្បីរស់រានមានជីវិតថ្ងៃមួយព្រះអង្គទាំងពីរបានបែកគ្នាដោយសារខ្យល់ព្យុះដ៏កាចសាហាយវរវង្សព្យាយាមស្វែងរកសូរវង្សប៉ុន្តែរកមិនឃើញឡើយគាត់មានការឈឺចាប់យ៉ាងខ្លាំងវរវង្សនៅតែបន្តដំណើរស្វែងរកប្អូនគាត់បានជួបនឹងយក្ខិនីដែលជាទេពធីតានៅក្នុងព្រៃនាងបានផ្ដល់ការណែនាំនិងជំនួយដល់វរវង្សចំណែកសូរវង្សគាត់ត្រូវបានគេនាំទៅកាន់កន្លែងមួយដែលអាចកំបាំងទោះបីជាត្រូវឃ្លាតឆ្ងាយពីបងប្រុសក៏ដោយគាត់នៅតែរក្សាភាពក្លាហាននិងចិត្តល្អរបស់ខ្លួនវរវង្សត្រូវឆ្លងកាត់ការសាក់លបងដ៏លំបាកជាច្រើនគាត់ត្រូវប្រឈមមុខនឹងសត្វចម្លែកនិងឧបសគ្គដ៏សាហាវយង់ឃ្នងប៉ុន្តែគាត់មិនដែលបបង់ការស្វែងរកប្អូនឡើយទីបំផុតបងប្អូនទាំងពីរបានជួបគ្នាវិញទឹកភ្នែកនៃក្តីអំណរបានហូរលើផ្ទៃមុខរបស់ពួកគាត់យក្ខិនីមានការសប្បាយរីករាយណាស់ដែលបានឃើញពួកគេជួបជុំគ្នាវរវង្សនិងសូរវង្សបានត្រឡប់មកក្រនរាជជាស្ថាពរវិញនគរបានវិលត្រឡប់មកភាពសុខសាន្តដូចដើមរឿងនេះបង្រៀនយើងថាភាពតស៊ូនិងភក្តីភាពនឹងនាំមកនូវជ័យជំនះជានិច្ច